ឡមើលទៅលីងរបស់ពុកពិតជាធំឡើងមែនហើយអាចទទួលសិស្សធ្វើជាអ្នកគ្រូហើយតើមិនដែរទេសូមគោរពលោកគ្រូអូឡមើលទៅលីងរបស់ពុកពិតជាធំឡើងមែនហើយអាចទទួលសិស្សធ្វើជាអ្នកគ្រូហើយតើមិនដែរទេលោកគ្រូរបស់ពួកឯងនៅខាងនៅឡើយទេកុំរវល់នឹងគេអីតែយិនរៀបចំបន្ទប់មួយឲ្យសៀវហ្វាន់សិនទេបានអ្នកគ្រូទៅយើងអ្នកផ្សេងទៀតនៅទីនេះផ្ទៀងផ្ទាត់លំហាន់ម៉ែជាឲ្យគេទៅសិស្សច្បងធំគឺពិតជាមានសំណាងល្អណាស់មកតាជួហ្វុងយើងនេះមិនដូចជាប៉ាផ្សេងទៀតនោះទេរាប់រយឆ្នាំមកនេះកូនសិស្សតែជាងគេលោកគ្រូគាត់តែស្អាតដែរចង់ឲ្យពួកយើងនេះមានមុខមាត់ឯងក៏ពិបាកចិត្តអីខាងនេះគឺទីនេះហើយមកមនុស្សតិចក៏មានប្រយោជន៍របស់វាដែរយ៉ាងហោចណាស់បន្ទប់ទលាយម្នាក់មួយបន្ទប់ទៅសិស្សច្បងជីងខ្ញុំឈ្មោះថាសុងតាយិនមកចូលមករៀបចំរួចរាល់អស់ហើយសៀវហ្វាន់លើភ្នំក្រោកសោះឯងនៅតូចប្រហែលជាអាចយល់ថាឯកោថ្ងៃក្រោយមានរឿងជាច្រើនត្រូវពឹងទៅលើខ្លួនឯងហើយតែឯងទៅចិត្តចុះបើមានអ្វីត្រូវការជួយប្រាប់ខ្ញុំនឹងសិស្សច្បងផ្សេងទៀតមកចុះណាអរគុណសិស្សច្បងសិស្សច្បងលោកគ្រូមិនចាំទទួលខ្ញុំទីមែនដែរទីនេះមិនយ៉ាងអាចទៅអរអ្នកត្រូវហើយឯងចេះជំនាញអ្វីខ្លះកុំនិយាយថាលេងល្បែងអ្វីសិនណាពួកយើងគឺត្រូវអា6លេងដល់ខ្លាយទៅធ្វើម្ហូបគិតដែរទីអញ្ចឹងពិតជាល្អណាស់ទីបំផុតថ្ងៃក្រោយមិនចាំបាច់ហូបម្ហូបដែលអា6ធ្វើទេត្រៃចាំឯងមានពេលធ្វើម្ហូបដែលឆ្ងាញ់ឲ្យលោកគ្រូហូបហើយគាត់ប្រកាសជាចូលចិត្តខ្ញុំគិតថាគួរតែឲ្យលីងជិងអ៊ីនេះធ្វើជាសិស្សរបស់សិស្សប្អូនឆាងសឹងទៅប៉ុន្តែឆាងសៀវហ្វាន់ម្នាក់នេះសិស្សប្អូនធានខ្ញុំគិតថាឲ្យគេធ្វើជាសិស្សរបស់ឯងចុះអមិនក៏ខ្ញុំនឹងមើលមកឃើញសិស្សថ្មីអញ្ចឹងមើលទៅលីងរបស់យើងពិតជាធំមែនហើយអាចទទួលសិស្សធ្វើជាអ្នកគ្រូគេហើយតើមែនដែរទេខ្ញុំប្រគល់ត្បូងមួយគ្រាប់នេះឲ្យទៅឯងរកកន្លែងមួយដែលគ្មានមនុស្សបោះចោលទេមិនអាចឲ្យគេឃើញជាដាច់ខាតឆាងសុងប្រកាសយ៉ាងនេះថាជាទង្វើរបស់ប៉ាពួកបិសាចរឿងនេះបើមិនគិតបែបនេះទេគ្មានគំនុំអ្វីទេហើយក៏ពួកគេនេះចង់រត់ទៅជើងភ្នំឈីងអ៊ីងសម្រាប់ប្រជារាស្ត្រច្រើនយ៉ាងនេះទៅអ្វីដែលចម្លែកជាងនេះនោះគឺកូនក្មេងពីរនាក់នេះបែរជាគេចផុតពីគ្រោះមហន្តរាយនេះទៅវិញប្រហែលជាមានអ្នកណាចង់យកជាមនុស្សមហាវិជ្ជាបិសាចអ្វីហើយរឿងនេះគឺអាចទៅរួចនៅក្នុងសាសនាបិសាចមានបាក់មួយឈ្មោះថាបាក់លៀនសៀសិស្សច្បាំងមេបាក់ចង់ស៊ើបយ៉ាងម៉េចទេសិស្សច្បងមេបាក់បានចាស់សៀវអ៊ីឆាយចេញទៅហើយតែបងមានអារម្មណ៍ថាមនុស្សរបស់សាសនាបិសាចមិនយូរទេនឹងត្រឡប់មកវិញទៀតហើយ
សៀវ៉ាន់ ហេមិនបានចៃមកអញ្ចឹង ហើយពេលថ្ងៃខ្ញុំមិនគួរណាទុកឯងនៅសំណាក់អ៊ីឈីងតែម្នាក់ឯងទេ